អ្វីអ្វីសុទ្ធតែរៀបរយរួចរាល់ហើយកាលណាដែលបានបញ្ញាបានចាក់ឆ្លុះដល់បរមត្ថយើងរមែងបានយល់ដឹងថាគ្រប់រឿងសុទ្ធតែរៀបរយតាមហេតុតាមបច្ច័យទាំងអស់នៅក្នុងពេលនោះឯងយើងក៏បានស្ងប់រងាប់នៅការកើតទុក្ខមិនសុខចិត្តទាំងរឿងខ្លួនឯងទាំងរឿងអ្នកដទៃគឺអ្វីអ្វីបានប្រគល់ប្រកបដល់បញ្ញាថាដូច្នោះឯងទើបមិនមានការគិតតាក់តែងក្នុងរឿងទាំងឡាយនោះឲ្យទៅជារឿងដទៃតាមតែភាពលំអៀងរបស់ខ្លួនឯងនោះឡើយធ្វើបាបខ្លួនឯងរមែងសៅហ្មងដោយខ្លួនឯងកុំមិនធ្វើបាបទាំងពួងដោយគ្រាន់តែខ្លាចគេដឹងត្រូវមិនធ្វើបាបព្រោះខ្លាចបាបពិតបាបរមែងបៀតបៀនដល់ខ្លួនឯងអ្នកដទៃផងដែរបៀតបៀនដល់អ្នកដទៃផងរមែងសៅហ្មងខ្លួនឯងអ្នកធ្វើទោះជាមិនមានអ្នកដទៃដឹងក៏ដោយបើទទួលទានអ្វីអំពីអ្នកឲ្យធ្វើឲ្យម្ចាស់ទានបានបន្តិចអាចជាចោរលួចរបស់ប្រែតទៀតផងព្រោះប្រែតមិនបានទទួលទានតែញាតិឧទ្ទិសឲ្យដោយសាបដិគិហកៈគឺអ្នកទ្រុសិនមិនថោកតាមគេថាអ្នកដទៃមើលងាយមើលថោកយើងបានព្រោះចិត្តគេមាត់គេក្រសែភ្នែកគេប៉ុន្តែបន្ថោកយើងឬបញ្ចុះគុណតម្លៃយើងមិនបានឡើយសេចក្តីល្អរបស់យើងមិនមែននៅលើក្រសែភ្នែកនៃអ្នកដទៃទេយើងកុំយកក្រសែភ្នែកអ្នកដទៃមកវាស់សេចក្តីល្អពិតរបស់យើងព្រោះសេចក្តីល្អនៅត្រង់អំពើល្អរបស់យើងកុំតែយើងមើលងាយមើលថោកខ្លួនឯងទៅបានហើយនៅក្នុងលោកនេះវាមិនមានអ្នកណាចេះតែបាននៅរបស់ជាទីពេញចិត្តគ្រប់យ៉ាងនោះទេគ្រប់គ្នាតែងតែចាស់ឈឺស្លាប់និងអកុសលវិបាកផ្សេងហើយក៏មិនអាចឲ្យអ្នកណាបានគ្រប់គ្រាន់នោះដែរប៉ុន្តែជីវិតដែលប្រកបដោយបញ្ញាជាជីវិតគ្រប់គ្រាន់ទោះជាយើងបានដឹងថា10-20ជាតិមុនយើងបានកើតជាស្អីបានដឹងអ្វីទៀតជាការពិតដឹងអ្វីពិសេសទាក់ទងទៅនឹងលោកសូម្បីតែអភិញ្ញាលោកដីក៏ដោយក៏មិនមានប្រយោជន៍ដូចដែលយើងបានដឹងថាឥឡូវនេះ
យើងកំពុងធ្វើអ្វីហើយអ្វីដែលមិនគួរធ្វើនិងអ្វីដែលគួរធ្វើជាបន្តទៀតការដឹងចំពោះកិច្ចដែលជាទីពឹងឲ្យរួចផុតចាកទុកដូច្នោះទើបមានប្រយោជន៍ដ៏ប្រៃលែងជាបរមត្ថប្រយោជន៍អ្វីដែលយើងគប្បីមានដល់អ្នកដែលនៅជុំវិញខ្លួនយើងគឺទឹកចិត្តបានដល់ចិត្តប្រកបទៅដោយមេត្តានឹងឯងបើយើងប្រាថ្នាឲ្យអ្នកដទៃមានសេចក្តីសុខគឺយើងត្រូវតែធ្វើជាមនុស្សល្អព្រោះសេចក្តីសុខរបស់អ្នកដទៃជាប់ទាក់ទងនឹងយើងជាមនុស្សល្អព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងឡើងក្នុងលោកនាំមកនៅសេចក្តីសុខដល់មនុស្សនិងទេវតាយ៉ាងច្រើនក្រៃលែងទាំងលោកីសុខនិងលោកុត្តរសុខដូច្នេះបុគ្គលដែលប្រព្រឹត្តល្អសាងនូវគុណធម៌ឈ្មោះថាធ្វើនៅប្រយោជន៍ដល់ខ្លួនឯងផងនិងអ្នកដទៃផងការដោះស្រាយសេចក្តីទុក្ខអ្នកមិនប្រមាទប្រើប្រាស់ពេលវេលាសម្បីតែត្រឹមតែមួយរាត្រីក៏ធ្វើឲ្យអស់ទុក្ខមួយសង្សារវដ្តបានចំណែកបុគ្គលប្រមាទបើប្រើប្រាស់ពេលវេលាអស់មួយជីវិតដោះស្រាយតែសេចក្តីទុក្ខក្នុងមួយអត្តភាពនឹងមិនទាំងបានពាក់កណ្ដាលផងទោះជាមានអ្វីក្នុងលោកនេះច្រើនយ៉ាងណាក៏ដោយប៉ុន្តែសេចក្តីទុក្ខនៅតែមានជាពិសេសទុក្ខតាមផ្លូវចិត្តដឹងរឿងរ៉ាវក្នុងលោកនេះច្រើនប៉ុណ្ណាមិនអស្ចារ្យដូចជាការរលឹកដឹងថាត្រឹមតែចិត្តជាទូដឹងអារម្មណ៍ប៉ុណ្ណោះព្រោះថាដឹងរឿងរ៉ាវក្នុងលោកច្រើនទៅខ្វល់ក៏ច្រើនដែរខ្វល់ស្រឡាញ់ខ្វល់ស្អប់ជាដើមដល់ទៅមានសតិប្បដ្ឋានចិត្តដែលដឹងរឿងរ៉ាវនេះឯងប្រកបលក្ខណៈជាបរមត្ថត្រឹមតែជាចិត្តមិនមែនជាអនត្តាតួខ្លួនមិនត្រូវការអ្វីដទៃគ្រាន់តែមិនប្រកាន់យកចិត្តជាបច្ចុប្បន្នតែប៉ុណ្ណោះនេះជាចិត្តតានុបស្សនាសតិបត្តិដ្ឋានក្នុងដំណើរជីវិតរបស់យើងរហូតមកយើងឃើញថាមានជួបមានទ្រាំដូច្នេះយើងក៏បីបប្រតិបត្តិឲ្យបានត្រឹមត្រូវតាមព្រះពុទ្ធដីកាក្នុងពីរចំណុចនេះគឺ1ត្រូវចេះស្រឡាញ់អ្នកដទៃឲ្យបានល្អនៅពេលដែលអ្នកដទៃទាំងឡាយនោះបានចូលមកដល់ជីវិតរបស់យើងគោលគឺត្រូវចេះស្រឡាញ់ដោយមេត្តា
ហើយមានការពិចារណាឲ្យប្រឆាចការហួងហែង 2. ត្រូវចេះស្រឡាញ់ខ្លួនឯងឲ្យបានល្អនៅពេលដែលអ្នកដទៃទាំងឡាយនោះបានចេញអំពីជីវិតរបស់យើងទៅព្រោះគឺត្រូវចេះយកកុសលធម៌ជាទីពឹងដែលជាការជួយខ្លួនឯងឲ្យផុតអំពីសេចក្តីទុក្ខសោកអាឡោះអាល័យអ្វីដែលជាការពិតអបអមតមានហេតុផលត្រឹមត្រូវគឺសុទ្ធតែជាមេរៀនឲ្យចម្រើននូវបញ្ញាមិនមែនសម្រាប់ឲ្យហួងហែងហើយសោកសៅនោះឡើយអ្នកមានចិត្តអប់រំដោយមេត្តាធម៌រមែងទទួលបាននូវការខ្វះខាតរបស់អ្នកដទៃដោយការឲ្យអភ័យដើម្បីសេចក្តីសុខដល់អ្នកដទៃទាំងនោះទួយអំពីមេត្តាធម៌លោភៈគិតចង់បានអ្វីអំពីអ្នកដទៃដើម្បីខ្លួនឯងចង់បានតែអ្វីដែលខ្លួនឯងពេញចិត្តតែប៉ុណ្ណោះមិនអនុគ្រោះមិនឲ្យអភ័យដល់ការខ្វះខាតរបស់អ្នកដទៃឡើយលោភៈមានការហួងហែងថាជារបស់ខ្លួនជាបច្ច័យនាំឲ្យមានការឆ្លោះប្រកែកទាស់ទែនិងសេចក្តីទុក្ខសោកចំណែកមេត្តាធម៌ប្រាសចាកការជាប់ជំពាក់មិនប្រជែងដណ្ដើមអ្វីអំពីអ្នកដទៃឡើយបើយើងជាមនុស្សល្អពិតមានការទុកចិត្តអំពីអ្នកដទៃត្រឹមតែប៉ុណ្ណោះក៏ធ្វើឲ្យអ្នកដទៃបានសេចក្តីសុខទៅហើយការសាងទំនុកចិត្តមុនដំបូងជាការងាយគ្រាន់ទេប៉ុន្តែបើទំលាយការទុកចិត្តនោះម្ដងហើយវាលំបាកនឹងសាងវិញណាស់កុំភ្លេចថាជីវិតមានសេរីសួស្តីនៅត្រង់រស់នៅឲ្យអ្នកដទៃបានសុខបានចម្រើនកើតប្រយោជន៍ដូច្នេះមនុស្សឆ្លាតល្អគឺជាមនុស្សដែលចេះរក្សាសេរីសួស្តីខ្លួនឯងបើមិនញញឹមកុំសង្ឃឹមការលក់ដូរបើមិនថ្លៃថ្នូរកុំសង្ឃឹមយកយុះសេរីរៀនរស់នៅឲ្យបានជាសុខជាមួយនឹងសភាវៈធម៌កំពុងមានកុំប្រកបជាបច្ចុប្បន្នដោយការមិនចាប់កាន់ថាជាខ្លួនយើងជាសត្វជាបុគ្គលឡើយប៉ុន្តែបច្ចុប្បន្នជាបរមត្ថត្រឹមត្រូវតាមហេតុតាមបច្ច័យឥឡូវនេះយើងរស់នៅខុសពីសាកសពព្រោះនៅមានវិញ្ញាណសតិប្បដ្ឋានរលឹកដឹងសិក្សាសង្កេតនិតត្រឹមតែជាចិត្តដឹងអារម្មណ៍
ចិត្តអ្វីក៏បានដែរគឺមិនចាំបាច់ទាល់តែចិត្តដទៃទេឲ្យតែចិត្តប្រកបលក្ខណៈជាបរមត្ថមិនមែនជាសត្វពិតប្រកបហើយនេះឯងជាការឃើញធម៌ជាផ្លូវចេញចាកលោកនេះទៅកាន់ព្រះនិព្វាននៅពេលយើងទាស់ចិត្តខឹងបន្ទុចនឹងអ្នកដទៃព្រោះមកអំពីយើងប្រកាន់ក្នុងហេតុផលបញ្ញត្តិហេតុផលបញ្ញត្តិគឺរឿងរ៉ាវដែលមនុស្សយើងសន្មតថាយ៉ាងនេះគួរយ៉ាងនេះមិនគួរប្តីត្រូវធ្វើយ៉ាងនេះប្រពន្ធត្រូវធ្វើយ៉ាងនោះជាមនុស្សត្រូវតែដូចគ្នាជាដើមលក្ខណៈបើយើងរវល់តែអាងហេតុផលគួរមិនគួរហើយយកជារឿងរ៉ាវមកខឹងមកឆ្លោះតើយើងឆ្លាតដែរទេមនុស្សឆ្លាតត្រូវតែមានគុណធម៌ពីលើហេតុផលបញ្ញត្តិទាំងនោះជាពិសេសគឺមានបញ្ញាចូលដល់ហេតុផលនៃបរមត្ថកាលណាមនុស្សយើងមានបញ្ញាចូលដល់ហេតុផលដោយបរមត្ថហើយរមែងសុខចិត្តគ្រប់រឿងទាំងអស់ព្រោះមិនមានអ្វីដែលត្រឹមត្រូវដោយហេតុផលក្នុងបរមត្ថនោះឡើយសូម្បីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់សិក្សានៅក្នុងសាលាបរមត្ថសិក្សាអំពីការពិតនៃជីវិតនេះដែរទើបបានបរិញ្ញាហើយត្រាស់ដឹងជាព្រះពុទ្ធទៅតាមអភិនិហាបារមីនៃព្រះអង្គហេតុផលដោយបរមត្ថជាចំណេះវិជ្ជាដែលព្រះអរិយបុគ្គលទាំងអស់បានចេះដឹងព្រោះហេតុដូច្នេះមិនគួរពុទ្ធបរិស័ទយើងលេះឡប់ចង់បានយ៉ាងនេះចង់បានយ៉ាងនោះហើយបន្ទុះតោះកើតទុកមិនសុខចិត្តជាមួយនឹងការពិតនោះទេគួរតែស្ដាប់ព្រះធម៌ឲ្យយល់អំពីជីវិតនៃបរមត្ថហើយសិក្សាសង្កេតពិនិត្យនៅការពិតនៃសភាវៈធម៌រឿយៗរហូតដល់កើតសតិប្បដ្ឋានវិបស្សនាដែលជាចំណេះថ្នាក់បរិញ្ញាមានការដឹងនាមរូបព្រមដោយបច្ច័យជាដើមជាចំណេះដែលបដូរពីភាពបទុជនទៅជាអរិយជនមិនសំដែងអត្តភាពក្នុងអបាយភូមិតទៅទៀតនិងបរិនិព្វានដោយប្រការដូចនេះដែរកុំឃើញតែរូបដែលចង់ឃើញកុំឮតែសំឡេងដែលចង់ឮវាមិនមានអ្វីដែលចេះតែប្រព្រឹត្តទៅតាមសេចក្តីត្រូវការរបស់យើងនោះទេប៉ុន្តែយើងត្រូវឈរនៅខាងសច្ចធម៌ទើបយើងអាចឈ្នះតណ្ហាបាន
ការបើនៅពេញចិត្តរមែងមានការទាស់ចិត្តជាធម្មតាពេលណាមានការប្រកាន់ពេលនោះមានសេចក្តីទុក្ខសេចក្តីសុខជាទីពឹងនៅត្រង់ការដាក់ចុះនៅខន្ធភារៈក៏មានសេចក្តីសុខដោយគ្រាន់តែពាក្យសរសើររបស់អ្នកដទៃហើយក៏ពុំគួចចិត្តសោកសៅជាមួយនឹងពាក្យនិន្ទាជាស្ដីនៃអ្នកដទៃដែរគឺយើងត្រូវរស់នៅជាមួយនឹងការងារល្អរបស់យើងការងារល្អទើបជាផ្លូវដ៏ប្រសើរនៃជីវិតពិតមិនមែនមាត់អ្នកដទៃទេក្នុងដំណើរផ្លូវត្រូវភាវនាដោយបញ្ញាជាក់ច្បាស់ណាស់ថាគ្រប់យ៉ាងគឺធម្មនេះជាការដើរផ្លូវទៅរកសេចក្តីស្ងប់មិនមានកង្វល់